គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងរថយន្តប៉ះគ្នាបន្តិចបន្តួចសោះគឺមិនព្រមដោះស្រាយដោយសន្តិវិធីទេគឺបែរជាប្រឹងហៅគ្នាមកដោះស្រាយបង្កមានការភ្ញាក់ផ្អើលព្រោះតែអ្នកដែលចេញមុខមកដោះស្រាយគឺមានការប្រតាយប្រតបគ្នារហូតខាត់ខ្លួនបានជនបង្ក2នាក់យកទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ2នាក់ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 1:30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 18 ខែកក្កដាត្រង់ចំណុចភ្លើងស្តុបត្រសក់ផ្អែមស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមុនប្រពន្ធព័ត៌មានបានឲ្យដឹងថារថយន្តកាមេរីបាឡែនពណ៌សបើកបរដោយអាវុធហត្ថខណ្ឌដូនពេញម្នាក់តាមផ្លូវត្រសក់ផ្អែមពីត្បូងទៅជើងចំណែករថយន្តតាក់ស៊ីម៉ែតរបស់ក្រុមហ៊ុនមហាកំផែងបើកបរដោយបរិមម្នាក់មិនស្គាល់អត្តសញ្ញាណគឺមានដឹកភ្ញៀវបើកតាមផ្លូវព្រះសីហនុពីលេខទៅកើតហើយមកដល់ចំណុចស្តុបរថយន្តទាំងពីរគ្រឿងអសឺគឺបណ្ដាលឲ្យប៉ះគ្នាធ្វើឲ្យរថយន្តតាក់ស៊ីចាធ្លាក់កាងខាងមុខចំណែកឯរថយន្តអាវុធហត្ថក្រពិតពណ៌ខាងឆ្វេងបន្ទាប់ពីកើតហេតុភ្លាមនោះគឺខាងអាវុធហត្ថខណ្ឌដូនពេញគឺបាននិយាយទៅកាន់ខាងតាក់ស៊ីម៉ែតថាខ្ជិលឲ្យរឿងវែងឆ្ងាយព្រោះរថយន្តទាំងពីរសុទ្ធតែខូចខាតបន្តិចបន្តួចដូចគ្នាទេយើងសម្រួលគ្នាទៅដោយយករថយន្តទៅជួសជុលរៀងខ្លួនទៅប៉ុន្តែខាងតាក់ស៊ីម៉ែតហ្នឹងគឺមិនព្រមទេហើយនិយាយថាចាំឲ្យខាងក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយសិនក្រោយពេលចាំអស់7 ម៉ោងហើយគឺទៅខាងធានារ៉ាប់រងមកដល់ហើយគឺបាននិយាយទៅកាន់ម្ចាស់រថយន្តថាមិនបាច់វាស់វែងអ្វីទេបើគេចង់សម្រួលស្មើក៏ស្មើទៅស្រាប់តែខាងអាវុធហត្ថបែរជានិយាយត្រឡប់ទៅវិញថាអត់ចង់ស្មើចាំឲ្យខាងសមត្ថកិច្ចវាស់វែងធ្វើទៅតាមច្បាប់ទៅពេលដែលខាងកម្លាំងសមត្ថកិច្ចកំពុងតែវាស់វែងនោះក៏មានក្រុមអ្នកបើករថយន្តតាក់ស៊ីជាង10គ្រឿងគឺបានមកជួយអន្តរាគមន៍ដោយនិយាយម្នាក់មួយម៉ាត់តែក្នុងចំណោមនោះគឺមានម្នាក់អះអាងថាជាក្មួយរបស់អ្នកធំម្នាក់និងមានកាយវិការច្រងេងច្រងាងដាក់អាវុធហត្ថដែលជាម្ចាស់រថយន្តកាមេរីបាឡែនពណ៌សទៀតផងធ្វើឲ្យមានការជជែកគ្នាយ៉ាងតឹងសរសៃកដាក់គ្នាក៏ស្រាប់តែមានអ្នកបើកតាក់ស៊ីម៉ែតម្នាក់ក្នុងចំណោមអ្នកបើកតាក់ស៊ីជាច្រើនលោកដៃទៅវាយមុខអាវុធហត្ថមួយដៃទើបធ្វើឲ្យអាវុធហត្ថខឹងច្រឡោតនិងប្រើប្រាស់សិទ្ធិការពារខ្លួនព្រមទាំងចាប់បញ្ជូនជនបង្កបាន2នាក់ផងដែរដោយម្នាក់ឈ្មោះចៅសេរីវុធីភេទប្រុសអាយុ35ឆ្នាំមុខរបរបើកតាក់ស៊ីជាអ្នកវាយរូបគាត់និងម្នាក់ទៀតឈ្មោះឆាងកំស្រេងជាអ្នកបន្លំទៅដណ្ដើមអាវុធអាកាពីអាវុធហត្ថពេលកំពុងប្រទុស្រាយគ្នាភេទប្រុសអាយុ36ឆ្នាំមុខរបររថតាក់ស៊ីដូចគ្នាហើយក្រោយពេលកើតហេតុរថយន្តទាំងពីរក៏ត្រូវខាងចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមុនចំណែកឯជនបង្កទាំង2នាក់ដែលខាត់ខ្លួនបានគឺបញ្ជូនទៅសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញឆ្លោះទាស់តែងគ្នាមិនទៅដើមអាវុធគេហ្នឹងទៅវាចាប់បដោយអើយចឹងបានថារឿងតូចទេប៉ុន្តែវាទៅជារឿងមួយបង្កើតជាហិង្សាកើតឡើងឥឡូវនេះណាទៅបានចាប់2នាក់នេះទៅទៅហើយបាទនេះទូតេជនមិនព្រមដោះស្រាយគ្នាដោយបញ្ចប់នៅរឿងរ៉ាវគ្រាន់តែគ្រោះថ្នាក់ប៉ុណ្ណឹងហើយដល់ពេលទីបំផុតយើងទៅវាយគ្នាចឹងទៅខាងនេះខាងសមត្ថកិច្ចស្រាប់ទៅហើយដល់ពេលយើងទៅនេះទៅអើយបាទទូតេជននេះលោកអ្នកដែលបានព្រឹត្តិការណ៍ដែលកើតឡើងនៅពេលយប់វាចឹងពេលខ្លះយើងអត់មានភាពអត់ធ្មត់ណាគឺវាកើតឡើងទៅជារឿងធំបាទមុនដំបូងជារឿងឡាននិងឡានប៉ះគ្នាទេប៉ុន្តែដល់ពេលនៅទៅលួចវាយមិនមុនដំបូងថាម៉េចថាទៅវាយខាង